នៅថ្ងៃទី5 ខែកក្កដាឆ្នាំ2017មានបរិសម្នាក់ដែលមានរហស្សនាមតាមអនឡាញថា Alpha 02កំពុងតែធ្វើការងារនៅមុខកុំព្យូទ័រនៅក្នុងផ្ទះវីឡាដ៏ប្រណិតមួយដែលវាមានទីតាំងស្ថិតនៅក្នុងទីក្រុងបាងកកនៃប្រទេសថៃ Alpha 02គឺជាកំពូលមហាសេដ្ឋីវ័យក្មេងមួយរូបដែលបានរស់នៅក្នុងជីវិតបែបអភិជនមានឡានទំនើបជិះមានលុយចាយមានសំចៃដៃហើយប្រើប្រាស់សុទ្ធតែរបស់របរប្រណិតទាំងអស់អំឡុងពេលដែលគេកំពុងតែធ្វើការងារអនឡាញក្នុងផ្ទះស្រាប់តែភ្លាមៗនោះគេបានឮសំឡេងផ្ទុះប៊ូមចេញពីខាងក្រៅលបងផ្ទះដោយមានបង្អង់យូរគេក៏បានប្រញាប់ប្រញាប់ចេញទៅមើលខាងក្រៅជាមិនទាន់ដោយមិនបានបិទកុំព្យូទ័រស្រួលបួលនោះទេអ្វីដែលគេបានឃើញគឺមានឡានមួយគ្រឿងបានជិះទៅបុកទ្វាររបស់ផ្ទះរបស់គេយ៉ាងចម្លែកអ្នកដែលបើកឡានទៅបុកទ្វាររបស់ផ្ទះនេះគឺជាភ្នាក់ងារប៉ូលីសជនជាតិថៃនិងក្រុមអ្នកស៊ើបអង្កេតយ៉ាងហោចណាស់7ប្រទេសផ្សេងទៀតដែលកំពុងរងចាំថ្ងៃនេះអស់ជាច្រើនឆ្នាំណាស់មកហើយនេះគឺជាថ្ងៃអវសានរបស់ Alpha 02ដែលត្រូវបានគេស្គាល់ថាជាស្ដេច website dark web រកស៊ីជួញដូរទំនិញខុសច្បាប់ជាច្រើនមុខនៅលើគេហទំព័រ Alpha Bay. Today, the Department of Justice announces the takedown of the dark web market Alpha Bay. This is the largest dark market web place takedown in world history. Ginsberg ផលិតដោយអ្នកជំនាញអាល្លឺម៉ង់ឈ្ងុយឆ្ងាញ់កម្រិតពិភពលោក Gansberg, a real German premium beer. ដើម្បីឈានទៅដល់សាច់រឿងរបស់យើងខ្ញុំសូមបញ្យល់ពី dark web បន្តិចតើវាគឺជាអ្វី dark web គឺជាតំបន់ website ងងឹតដែលពោរពេញទៅដោយរឿងរ៉ាវខុសច្បាប់ជាច្រើនដូចជាការជួញដូរគ្រឿងញៀនការលក់អាវុធខុសច្បាប់ទំនិញคล้ายៗការជួញដូរមនុស្សសេវាកម្មលួចទិន្នន័យនិយាយឲ្យចំរាល់អំពើខុសច្បាប់ទាំងប្រមាណគឺមាននៅក្នុង dark web ទាំងអស់ dark web គឺជាផ្នែកមួយនៃអ៊ីនធឺណិតដែលវាត្រូវបានគេលាក់ពីសាធារណជនទូទៅដែលនេះគឺមានន័យថាដើម្បីអាចចូលទៅមើល dark web បានវាតម្រូវឲ្យយើងមាន browser ពិសេសមួយដូចជា Tor ទើបអាចចូលទៅប្រើប្រាស់វាបានតែអ្នកទាំងអស់គ្នាកុំចូលមើលឲ្យសោះព្រោះថាវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ពួកយើងបើនិយាយឲ្យរៀងខ្លាំងបន្តិចទៅគឺវាអាចប៉ះពាល់ដល់អាយុជីវិតរបស់យើងក៏អាចថាបានដោយដែលបានលើកឡើងពីខាងលើអញ្ចឹង dark web មិនមែនជាកន្លែងសម្រាប់មនុស្សទូទៅចូលទៅលេងកម្សាន្តឡើយជាស្ដែងវាគឺជាកន្លែងចម្បងសម្រាប់ការតាមប្រម៉ាញ់របស់ប៉ូលីសនៅក្នុង dark web មានគេហទំព័ររកស៊ីខុសច្បាប់ជាច្រើនដែលនេះវាធ្វើឲ្យប៉ូលីសពិតជាសក់ទឹកមិត្តជាខ្លាំងទូយ៉ាងនៅខែកុម្ភៈឆ្នាំ2011មាន website មួយដែលមានឈ្មោះថា Sock Road បានលេចជារូបរាងឡើងនិងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងកាលពីជំនាន់នោះគេហទំព័រ Sock Road មានអតិថិជនជាង100,000នាក់ដែលបានចូលមកទិញទំនិញខុសច្បាប់គ្រប់ប្រភេទនៅក្នុងទីនេះប៉ុន្តែវាមិនអាចរស់បានយូរនោះទេរយៈពេលត្រឹមតែ2ឆ្នាំកន្លះតែប៉ុណ្ណោះវាត្រូវបាន FBI តាមប្រម៉ាញ់និងបាត់ចោលជាស្ថាពរពីមួយឆ្នាំទៅមួយឆ្នាំ website dark web ត្រូវបាន FBI តាមប្រម៉ាញ់ម្ដងមួយជាបន្តបន្ទាប់ហើយនៅក្នុងចំណោមនោះមាន website មួយដែលធ្វើឲ្យក្រុម FBI ពិបាកក្នុងការតាមប្រម៉ាញ់ជាងគេនោះគឺជា website Alpha Bay នៅក្នុងខែកក្កដាឆ្នាំ2014មានបរិសម្នាក់ដែលដាក់រហស្សនាមឲ្យខ្លួនឯងថា Alpha 02បានចាប់ផ្ដើម build website មួយនេះឡើងហើយរយៈពេល5ខែបន្ទាប់មកគេហទំព័ររបស់គេក៏ចាប់បើកដំណើរការនៅក្នុង dark webចំពោះទម្រង់ design របស់គេហទំព័រ Alpha Bay នេះគឺវាមានរូបរាងស្រដៀងទៅនឹង Amazon ដែរដែលវាមានទម្រង់ស្អាតមានកន្លែងស៊ើចដែលគួរឲ្យទាក់ទាញឬក៏មានកន្លែងផេលុយត្រឹមត្រូវឲ្យអញ្ចឹងទៅចំណែកឯផលិតផលដែលពួកគេដាក់លក់វិញគឺជាផលិតផលដែលខុសច្បាប់ទាំងអស់និយាយដល់ខ្លីរាល់ផលិតផលខុសច្បាប់ទាំងប្រមាណគឺត្រូវបានដាក់លក់លើ website Alpha Bay ផ្ដាច់មុខតែម្ដងដើម្បីជាសុវត្ថិភាពនិងអាចការពារខ្លួនពីភ្នាក់ងារប៉ូលីសបាន website Alpha Bay គឺមានទទួលរូបិយប័ណ្ណជាប្រភេទក្រដាសនោះទេដោយជំនួសមកវិញពួកគេទទួលយកតែរូបិយប័ណ្ណប្រភេទ Bitcoin ឬក៏ Monero តែប៉ុណ្ណោះបើយើងនិយាយឲ្យងាយស្ដាប់តាមមួយបែបទៀតគឺពួកគេទទួលយកតែប្រាក់ប្រភេទ Cryptocurrency ទេអញ្ចឹងនៅក្នុងរយៈពេលតែប្រហែលឆ្នាំតែប៉ុណ្ណោះ Alpha Bay ក៏ចាប់ផ្ដើមមានភាពល្បីល្បាញលេចធ្លោជាងគេខណៈពេលដែលដៃគូប្រកួតប្រជែងជាច្រើនត្រូវបានបាត់ខ្លួនជាបន្តបន្ទាប់ប៉ុន្តែ Alpha Bay នៅតែអាចឈរជើងបានរឹងមាំជាងគេនៅក្នុងអំឡុងពេលនោះ Alpha Bay មានអ្នកចុះឈ្មោះប្រើប្រាស់ជាង200,000នាក់និងមានអ្នកលក់ប្រមាណជា40,000នាក់ហើយនៅក្នុងឆ្នាំ2017 Alpha Bay មានទំនិញដាក់លក់លើ website របស់ខ្លួនជាង300,000មុខនិងអាចរកប្រាក់ចំណេញបានកន្លះលានដុល្លារជារៀងរាល់ថ្ងៃបន្ទាប់ពីទទួលបានភាពជោគជ័យដ៏សែនធំធេងមួយនេះហើយ Alpha 02ក៏មានដៃគូបុគ្គលិកជាច្រើនមកជួយបំពេញការងារឲ្យគេរយៈពេលមិនបានយូរប៉ុន្មាន Alpha 02ក៏បានក្លាយជាមហាសេដ្ឋីវ័យក្មេងហើយគេក៏បានដកខ្លួនចេញពីការងារម្ដងបន្តិចនិងទុកឲ្យក្រុមការងាររបស់គេជាអ្នកដោះស្រាយកិច្ចការជំនួញវិញម្ដងតែយ៉ាងណា Alpha 02នៅតែស្ថិតនៅក្នុងបញ្ជីស្បែកខ្មៅរបស់សមត្ថកិច្ចជានិច្ច
ដោយសារតែ dark web គឺជាកន្លែងដ៏អាថ៌កំបាំងខ្លាំងទៅធ្វើឲ្យក្រុមអ្នកស៊ើបអង្កេតមិនអាចកំណត់ទីតាំងបានជាក់លាក់របស់ពួកគេបានទេដូចនេះក្រុមអ្នកស៊ើបអង្កេតត្រូវតែព្យាយាមប្រើប្រាស់គ្រប់វិធីដើម្បីតាមប្រមាញ់ Alpha 02 ឲ្យទាល់តែបានពួកគេបានចាប់ផ្ដើមទិញទំនិញណាមួយចេញពី website Alpha B ដើម្បីជាអន្ទាក់ក្រែងរកក្រុម Alpha 2 អាចបង្កជាកំហុសបច្ចេកទេសណាមួយដែលមិនអាចនឹងស្មានដល់និងអាចឈានទៅដល់ការចាប់ខ្លួនរបស់ពួកគេបានប៉ុន្តែយ៉ាងណាក៏ដោយវិធីសាស្ត្រមួយនេះវាត្រឹមតែជាយុទ្ធសាស្ត្រតូចមួយតែប៉ុណ្ណោះហើយណាមួយគោលដៅដ៏ធំបំផុតរបស់ក្រុមអ្នកស៊ើបអង្កេតគឺតាមកម្ចាត់មេធំ Alpha 02មិនមែនជាកូនចៅរបស់គេនោះទេបេសកកម្មតាមប្រមាញ់ Alpha 02ក៏បានបន្តពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ខែធ្នូឆ្នាំ2016ខណៈពេលដែលភ្នាក់ងារ DEA កំពុងតែតាមស្វែងរកដំរីនោះស្រាប់តែមានអ៊ីមែលមួយបានផ្ញើមកកាន់ពួកគេហើយអ្នកដែលផ្ញើអ៊ីមែលមួយនោះគឺជាជនអនាមិកដោយបានផ្ញើចេញពីម្ចាស់ website Alpha B ជាធម្មតាឲ្យតែមាន user ណាម្នាក់បានចុះឈ្មោះក្នុង website របស់ពួកគេហើយពួកគេតែងតែផ្ញើអ៊ីមែលមកស្វាគមន៍ចំពោះអតិថិជនថ្មីជានិច្ចហើយនេះគឺជាកំហុសដ៏តូចមួយរបស់ Alpha 02ដែលគិតមិនដល់ចំពោះអាស័យដ្ឋានដែលបានផ្ញើមកកាន់ភ្នាក់ងារ DEA នេះគឺវាមានឈ្មោះថា pimalex91@hotmail.com អញ្ចឹងអ៊ីមែលមួយនេះគឺជាតម្រុយដ៏ធំមួយសម្រាប់ក្រុមអ្នកស៊ើបអង្កេតដោយមិនយូរប៉ុន្មានក្រុមអ្នកស៊ើបអង្កេតក៏បានឆែកឆេរឃើញរូបជាច្រើនសន្លឹកដែល Alpha 02បានផុសនៅលើ social media ជាច្រើនហើយកន្ទុយលេខ91វាអាចជាឆ្នាំកំណើតរបស់គេគឺឆ្នាំ1991ដែលនេះគឺមានន័យថាគេអាចមានអាយុ23ឆ្នាំនៅពេលដែលគេបានចាប់ផ្ដើមដំណើរការ website Alpha B នេះអ្វីដែលសំខាន់នោះក្រុមអ្នកស៊ើបអង្កេតក៏អាចកំណត់ឈ្មោះពិតរបស់ Alpha 02បានដែលឈ្មោះពិតរបស់គេគឺមានឈ្មោះថា Alexander Cases មិនត្រឹមតែប៉ុណ្្នឹងទេក្រុមអ្នកស៊ើបអង្កេតក៏អាចស្វែងរកឃើញនៅ PayPal account LinkedIn account របស់គេឲ្យជាដើមហើយអ្វីដែលកាន់តែធ្វើឲ្យក្រុមអ្នកស៊ើបអង្កេតអាចឈានទៅដល់ការកំណត់ទីតាំងលាក់ខ្លួនជាក់លាក់របស់ Alexander បាននោះគឺថាពួកគេបានឃើញរូបភាពជាចិនស្លឹករបស់ Alexander ដែលបានផុសនៅលើបណ្ដាញសង្គម Facebook ជាមួយនឹងគូដណ្ដឹងដែលជាស្ត្រីជនជាតិថៃចឹងនៅទីបំផុតក្រុមអ្នកស៊ើបអង្កេតក៏អាចកំណត់ទីតាំងលាក់ខ្លួនពិតប្រាកដរបស់ស្ដេច website dark web ដែលរូបគេនេះបានសង្ងំលាក់ខ្លួននៅក្នុងប្រទេសថៃបានជាង2ឆ្នាំយ៉ាងមានសុវត្ថិភាពដោយមានការចូលរួមសហការជាមួយនឹងកងប៉ូលីសថៃផងនោះវាបានធ្វើឲ្យបេសកកម្មមួយនេះកាន់តែដំណើរការបានយ៉ាងល្អក្រុមអ្នកស៊ើបអង្កេតបានបន្តតាមដាន Alexander រាល់សកម្មភាពរបស់គេទាំងអស់ទាំងលេខទូរស័ព្ទទំនាក់ទំនងរបស់គេទាំងកន្លែងដែលគេស្នាក់នៅនិយាយរួមគឺពួកគេតាមដាន Alexander ដោយមិនដាច់ពីកសែតភ្នែកសោះឡើយគួរបញ្ជាក់ផងដែរថាប្រតិបត្តិការតាមប្រមាញ់ Alexander នេះត្រូវបានគេហៅថា Operation Bayonet ដោយវាមានការចូលរួមពីសំណាក់ FBI, DEA, Europol និងប៉ូលីសជាង7ប្រទេសបានចូលរួមក្នុងប្រតិបត្តិការមួយនេះផងដែរបើទោះបីជាពួកគេបានដឹងកន្លែងលាក់ខ្លួនរបស់ Alexander ហើយក្តីក៏ពួកគេនៅតែមិនទាន់អាចរកពេលវេលាសមស្របណាមួយដើម្បីទៅចាប់ខ្លួនគេបានដដែលតើហេតុអ្វីនេះក៏ដោយសារតែពួកគេចង់ចាប់ Alexander ឲ្យបានទាំងផុសតាំងជាក់លាក់ដែលនេះគឺមានន័យថាពួកគេត្រូវតែចូលចាប់ Alexander ខណៈពេលដែលកុំព្យូទ័ររបស់គេកំពុងតែបើកដំណើរការឬក៏ server website Alpha B កំពុងតែ log in នៅក្នុងកុំព្យូទ័រស្រាប់ក្រវ៉ាត់កំប៉ុងស្រាបៀរ Ginsberg ឈ្នះរង្វាន់យក្សរថយន្តថ្មីបន្ថែមដល់200គ្រឿងម៉ូតូធំ 2000 គ្រឿងព្រមទាំងឈ្នះរង្វាន់លុយដុល្លារសុទ្ធនិងស្រាបៀរ Ginsberg ជាច្រើនរង្វាន់ទៀត Ginsberg, a real German premium beer. ពិសាដោយការទទួលខុសត្រូវអញ្ចឹងនៅថ្ងៃទី5ខែកក្កដាឆ្នាំ2017នៅក្នុងទីក្រុងបាងកកក្រុម FBI និង DEA បានរៀបចំផែនការដ៏ពិសេសមួយដោយមានឡានប្រភេទ Toyota Camry មួយគ្រឿងបានជិះសម្ដៅទៅផ្ទះ Alexander ខណៈពេលដែលគេកំពុងតែសង្ងំធ្វើការនៅក្នុងផ្ទះនោះឡាន Toyota Camry មួយគ្រឿងនោះបានជិះទៅបុកទ្វាររបងផ្ទះរបស់ Alexander ដើម្បីបង្កជាសំឡេងឲ្យគេចាប់អារម្មណ៍ Alexander នេះវិញបន្ទាប់ពីបានឮសំឡេងមួយនេះហើយគេក៏បានប្រញាប់ប្រញាប់ទៅមើលសំឡេងដ៏ចម្លែកមួយនោះដោយពុំបានបិទកុំព្យូទ័រស្រួលបួននោះឡើយក្រោយពេលដែលគេចេញមកដល់ខាងក្រៅផ្ទះភ្លាមប៉ូលីសក៏បានហត់ទៅចាប់ខ្លួន Alexander ភ្លាមតែម្ដងហើយបើទោះបីជា Alexander បានព្យាយាមចូលទៅបិទកុំព្យូទ័ររបស់គេយ៉ាងណាក៏ដោយក៏វាបានត្រឹមតែហួសពេលតែប៉ុណ្ណោះនៅសល់តែប្រមាណវិនាទីទៀតទេប៉ូលីសក៏បានសម្រុកចូលក្នុងផ្ទះរបស់ Alexander ដើម្បីការពារកុំឲ្យកុំព្យូទ័ររបស់គេរលត់ទាន់ហើយដូចជាការក្រុងទុកកុំព្យូទ័ររបស់ Alexander គឺកំពុងតែបើកដំណើរការចោលចំណែកឯ server website Alpha B ទៀតសតក៏កំពុងតែ log in ស្របគ្នានោះផងដែរប៉ូលីសបានធ្វើការឆែកឆេរកុំព្យូទ័ររបស់ Alexander និងបានស្វែងរកភស្តុតាងក៏ដូចជា password ជាច្រើនសម្រាប់ website Alpha B ដែលនេះគឺមានន័យថាប្រតិបត្តិការកម្ចាត់ស្ដេច dark web ត្រូវបានបញ្ចប់ជាស្ថាពរ
រយៈពេលមួយទឹកក្រោយមកតុលាការក៏បានកាត់ទោសឲ្យ Alexander ជាប់គុកអស់មួយជីវិតហើយមិនយូរប៉ុន្មានស្ដេច website dark web ក៏បានសម្ចៃជីវិតរបស់ខ្លួនឯងនៅក្នុងគុកតែម្ដងអូខេបងប្អូនទាំងអស់គ្នារឿងរ៉ាវរបស់យើងបានមកដល់ទីបញ្ចប់ហើយតែយ៉ាងណាវីដេអូនេះខ្ញុំគ្រាន់តែធ្វើឡើងដើម្បីចែករំលែកទៅដល់អ្នកទាំងអស់គ្នាតែប៉ុណ្ណោះហើយខ្ញុំសូមហាមរឿងមួយគឺហាមដាច់ខាតមិនឲ្យបងប្អូនទាំងអស់គ្នាចូលទៅឆែកឆេរក្នុង website dark web ឡើយព្រោះវាមិនល្អទេដែលជាការពិតទៅការចូលនៅក្នុង website dark web វាមិនមែនជារឿងខុសច្បាប់អីទេប៉ុន្តែនៅក្នុងនោះគឺវាមានពោរពេញទៅដោយរឿងខុសច្បាប់ជាច្រើនបើតាមបទពិសោធន៍ជាស្ដីរបស់ខ្ញុំដោយសារតែខ្ញុំចង់ដឹងយ៉ាងលឺពេកថាវាគឺជាអីខ្ញុំក៏បាន search វានៅលើ YouTube ខ្ញុំ search ថាវីដេអូ dark web នៅលើ YouTube អញ្ចឹងណាតែមានណាបងប្អូនទាំងអស់គ្នានៅពេលដែលខ្ញុំបានមើលវីដេអូ dark web តែរយៈពេលតែ10 second មិនដល់1នាទីទេខ្ញុំមានអារម្មណ៍ថាខួរក្បាលរបស់ខ្ញុំ stress ខ្លាំងមែនទែនខួរក្បាលរបស់ខ្ញុំគឺសម័យឃើញតែរឿងនឹងតែម្ដងគឺវាអាក្រក់ខ្លាំងមែនទែននៅពេលដែលខ្ញុំមើលវីដេអូ dark web ហើយខ្ញុំមានអារម្មណ៍ថាខួរក្បាលខ្ញុំចាប់ផ្ដើមរវើរវាយខ្ញុំដេកគិតពីវាខ្ញុំសម័យឃើញតែវាហើយខ្ញុំមានអារម្មណ៍ថាភ័យខ្លាចខ្លាំងមែនទែនហើយនេះគឺជាបទពិសោធន៍ពិតខ្ញុំសុំនិយាយស្មោះត្រង់តែម្ដងខ្ញុំអត់កុហកទេខ្ញុំមានអារម្មណ៍ថាភ័យខ្លាចអញ្ចឹងខ្ញុំសុំនិយាយដដែលហើយដដែលទៀតហាមចូលទៅមើល website dark web ប្រសិនបើមិនចង់ជួបរឿងអាក្រក់នៅក្នុងជីវិត